អាទិត្យនេះដែរមានអាកាសធាតុដក9អង្សាហើយក៏ចូលទៅនឹង10អង្សាដែរហើយថ្ងៃនេះខ្ញុំសម្រាប់ពីការងារខ្ញុំក៏ចង់បង្ហាញពីការ check មើលទំនិញដែលយើងផ្ញើមកតាមប្រេសនីអាលឿនមកពីប្រទេសកម្ពុជាយើងចូលមកប្រទេសកូរ៉េហើយបើសិនបងប្អូនចង់ដឹងពីរបៀបឆែកមើលសូមបងប្អូនចូលទៅកាន់អ៊ីនធឺណិតរបស់កូរ៉េនឹងនេះវាហើយវាយថាស EMS Taipei ជាងវាយទៅយើង search កាលណាយើងចុច search ទៅវា load មកឲ្យយើងមើលថាអ៊ូឆេគុកគុកឆេទុងសុងដល់អញ្ចឹងយើងចុចលើពាក្យហ្នឹងទៅវានឹង load ផ្ទាំងមកមួយទៀតបាទផ្ទាំងនេះហើយយើងសូមបង្រីកវាធំតិចផ្ទាំងនេះនឹងហើយយើងចង់ដឹងថាតើតំណែងយើងវាមកដល់ណានៅកន្លែងណាអញ្ចឹងយើងវាយលេខកូដដែលយើងផ្ញើអីវ៉ាន់ហ្នឹងគឺលេខកូដវានៅពីលើវិក័យប័ត្ររបស់យើងផ្ញើហ្នឹងអញ្ចឹងយើងវាយលេខកូដស្រុកខ្មែរយើងវាយចូលក្នុងទៅដាក់ EE បន្ទាប់មកនាំមុខដោយ003ហ្នឹងហើយអញ្ចឹងនេះខ្ញុំសូមបង្ហាញលេខតំណែងដែលខ្ញុំផ្ញើមកហ្នឹងណាយកឧទាហរណ៍ទេហើយកុំភ្លេចដាក់ថា KH ហើយយើង search វាមើលទៅ Comsec Haki ហ្នឹងហើយអញ្ចឹងវានឹង load ផ្ទាំងមកបែបនេះមួយទៀតយើងបង្រីកវាធំបន្តិចបាទនេះសូមខ្ញុំចង់បង្ហាញហ្នឹងហើយកាលណាវា load ផ្ទាំងមកបែបនេះយើងពិនិត្យមើលថាតំណែងហ្នឹងគឺបានទទួលនៅថ្ងៃណាមកដល់ប្រទេសកូរ៉េគេប្រាប់តាំងពីពេលវេលាថ្ងៃម៉ោងដល់កន្លែងណាក៏ដល់កន្លែងណាបាទហ្នឹងគេប្រាប់យើងទាំងអស់មើលចេញមកដល់ដាក់ថាពាក្យដូចខាងក្រោមនេះគេថាធូច័កនេះភាសាកូរ៉េហ្នឹងថាមកដល់កន្លែងអស់ប្រេសនីនៅតំបន់ណាមួយដែលយើងរស់នៅហ្នឹងហើយបាទអញ្ចឹងបើគឺ load អញ្ចឹងមានន័យថាថ្ងៃស្អែកអ្នកនឹងបានទទួលហើយដែល load ទាំងមួយខាងនេះមួយទៀតគេដាក់ថាតែពេលវ៉ារូហ្នឹងគឺយើងបានទទួលហើយណាស្អែកហ្នឹងហើយអញ្ចឹងបងប្អូនដែលមានចម្ងល់អីអាចតាក់ម្នាក់ទំនងសួរខ្ញុំបន្ថែមទៀតបានពីការ check មើលតំណែងដែលយើងផ្ញើមកពីប្រទេសកម្ពុជាយើងហ្នឹងតាមរយៈប្រេសនីសេវាលឿនហ្នឹងណាហ្នឹងហើយសូមអរគុណសូមជម្រាបលា